សម្រាប់លោកអ្នកដែលមាន Wi-Fi ប្រើប្រាស់នៅផ្ទះហើយប៉ុន្តែសេវា Wi-Fi បាញ់មិនបានឆ្ងាយយើងអាចប្រើប្រាស់ដុំបរិសេវា Wi-Fi នេះបានវាអាចជួយបរិសេវា Wi-Fi បាន20ទៅ30ម៉ែត្រទៀតដោយមិនបាច់ប្រើខ្សែវា support ល្បឿន 4G 300 Mbps វាងាយស្រួលភ្ជាប់គ្រាន់តែដល់ទៅព្រីភ្លើងបន្តមកទៀតយើងស្វែងរកឈ្មោះ Wi-Fi repeater នេះចុចលើឈ្មោះ Wi-Fi repeater បន្តមកទៀតវានឹងទាមទារលេខកូដដើម្បី log in ដែលវាមានលេខកូដ admin អក្សរតូចទាំងអស់បន្ទាប់ពីយើងវាយលេខកូដចូលហើយវានឹងស្វែងរកឈ្មោះ Wi-Fi មួយណាដែលយើងចង់ភ្ជាប់ចុចទៅលើឈ្មោះ Wi-Fi មួយណាដែលយើងចង់ភ្ជាប់បន្តមកទៀតយើងវាយលេខកូដនៃ Wi-Fi នោះចូលបន្តមកទៀតយើងចុចពាក្យថា next ចុចពាក្យ next start connect យើងត្រូវរងចាំបន្តិចដើម្បីឲ្យ Wi-Fi repeater ភ្ជាប់ជាមួយ Wi-Fi មេរបស់យើងបន្ទាប់ពីភ្ជាប់ជាប់គ្នាហើយវានឹងលោតឈ្មោះ Wi-Fi មួយទៀតដែលមានឈ្មោះថា Pro នៅខាងចុងនៅពេលនេះយើងអាចចាប់ប្រើប្រាស់ Wi-Fi ពីដុំ repeater នេះបានហើយគ្រាន់តែចុចទៅលើឈ្មោះ Wi-Fi ដែលយើងបានភ្ជាប់ហើយរលព័ត៌មានលម្អិតលោកអ្នកអាចទាក់ទងតាម page Marteletronic ឬក៏ Telegram នេះ